សុខភាពនិងអនាម័យខ្ញីគឺជាគ្រឿងផ្សំដ៏ចំណានដែលមានប្រើក្នុងមុខម្ហូបរបស់ប្រទេសជាច្រើននៅលើពិភពលោកនៅអឺរ៉ុបខ្ញីជាអាហារដែលមានឥទ្ធិពលលើកដំកើងសម្រាប់តណ្ហាផ្លូវភេទប៉ុន្តែនេះមិនមែនជាផលប្រយោជន៍តែមួយរបស់ខ្ញីនោះឡើយខ្ញីត្រូវបានចាត់ទុកថាជាឱសថម៉ឺនឆ្នាំប្រើប្រាស់សម្រាប់ប្រយុទ្ធប្រឆាំងនឹងការចម្លងរោគការនឿយហត់ការឈឺចុកចាប់សាច់ដុំនិងជាពិសេសគឺដើម្បីការពារប្រព័ន្ធរំលាយអាហារប្រឆាំងទប់នឹងអាការៈក្អួតចង្អោររាគរូសដូច្នេះកុំបង្អង់យូរសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ពីអត្ថប្រយោជន៍របស់ខ្ញីជាមួយនឹងអៀងសុកម៉ាញ់ដូចតទៅខ្ញីគឺជារុក្ខជាតិដាំដុះច្រើននៅតំបន់ត្រូពិកមានពន្លឺនិងកម្ដៅព្រះអាទិត្យច្រើនគេបានរកឃើញដានជាលិលាអក្សរស្ដីអំពីការទទួលទានខ្ញីតាំងពីជាង 3,500 ឆ្នាំមុនឯគុណប្រយោជន៍របស់ខ្ញីវិញត្រូវបានគេកត់ត្រាទុកតាំងពីជាង 5,000 ឆ្នាំមុនឯណោះខ្ញីនេះមានប្រើប្រាស់ច្រើនណាស់ជាយូរយារមកហើយនៅតំបន់អាស៊ីជាម្ហូបនិងជាឱសថនិងទើបតែនាំមកដល់ពិភពអឺរ៉ុបតាមរយៈពួករ៉ូម៉ាំងនិងក្រិចតែប៉ុណ្ណោះក៏ប៉ុន្តែនៅពេលនេះពិភពលោកទាំងមូលបានទទួលស្គាល់និងទទួលថាជាថ្នាំដ៏ស័ក្តិសិទ្ធិសម្រាប់ព្យាបាលជំងឺរលាកពោះវៀនផ្ដាសាយឬក៏សម្រក់ទម្ងន់ខ្ញីគឺជារុក្ខជាតិដែលមានប្រើប្រាស់តាំងពីយូរយារណាស់មកហើយនៅលើពិភពលោកសម្រាប់ធ្វើជាឱសថព្យាបាលជំងឺរំញោចប្រព័ន្ធការពារខ្លួនប្រឆាំងនឹងការរលាកប្រឆាំងនឹងវីរុសជំនួយការប្រយុទ្ធប្រឆាំងនឹងអាការៈក្តៅខ្លួនគ្រុនផ្ដាសាយ allergy កាត់បន្ថយការឈឺចុកចាប់រំញោចឲ្យមានចំណង់ចង់ទទួលទានអាហារជួយពោះវៀនប្រព័ន្ធរំលាយអាហារទប់ស្កាត់ការក្អួតចង្អោររំញោចនិងពង្រឹងសរីរាង្គហើយខ្ញីក៏ជាជំនួយផ្នែកវីតាមីន C ទៀតប្រសិនបើយើងទទួលទានវាជាបន្លែស្រស់គុណប្រយោជន៍របស់ខ្ញីមកលើសុខភាពមានច្រើនអនេកគុណប្រយោជន៍មួយនៅក្នុងចំណោមគុណប្រយោជន៍របស់ខ្ញីដែលគ្មាននរណាទទួលស្គាល់នោះគឺសមត្ថភាពផ្នែកសម្រួលប្រព័ន្ធរំលាយអាហារបើតាមការសិក្សាខ្លះមើមខ្ញីគឺជាឱសថជំនួយពន្លឿនដំណើរការ metabolic ពលគឺជួយពន្លឿនដំណើរការរំលាយអាហារជាមួយនឹងសមត្ថភាពជួយកាត់ខ្លាញ់ជួយដុតសារធាតុខ្លាញ់ជួយសម្អាតបំពង់អាហារខ្ញីគឺជាមិត្តដ៏ល្អប្រពៃសម្រាប់ម្ហូបអាហារដែលមានសាច់និងខ្លាញ់ច្រើនការសិក្សាវិទ្យាសាស្ត្រជាច្រើនទៀតក៏បានបង្ហាញទៀតថាខ្ញីជួយទ្រទ្រង់ស្រទាប់កោសិកាពោះវៀនឲ្យមានសុខភាពល្អនៅឆ្នាំ 1999 អង្គការសុខភាពពិភពលោកបានប្រកាសទទួលស្គាល់ប្រយោជន៍របស់មើមខ្ញីសម្រាប់ប្រយុទ្ធប្រឆាំងនឹងរោគចង្កក្អួតចង្អោររបស់ស្ត្រីមានផ្ទៃពោះដូច្នេះខ្ញីអាចជំនួសវីតាមីន B6 ដែលគ្រូពេទ្យត្រានតែចេញវេជ្ជបញ្ជាដល់ស្ត្រីមានគភ៌ធាតុសកម្មរបស់ខ្ញីដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់កំអួតទប់ស្កាត់ចលនាក្នុងក្រពះហេតុដូច្នេះហើយបានជាខ្ញីកំពុងត្រូវបានគេយកទៅសិក្សាដើម្បីប្រើប្រាស់ធ្វើជាថ្នាំសម្រាប់ទទួលទានក្រោយពេលវះកាត់រួចដើម្បីទប់ស្កាត់អាការៈចង្កក្អួតប្រសិនបើអ្នកជាបុគ្គលពុលានសូមទទួលទានខ្ញីទឹកតែខ្ញីឬក៏ខ្ញីឲ្យបាន10ក្រាមមុននឹងឡើងជិះរថយន្តគឺជាការប្រសើរណាស់ឱសថធម្មជាតិប្រឆាំងនឹងការរលាកបង្កឡើងដោយមេរោគគឺខ្ញីនេះហើយជាពិសេសសម្រាប់លោកអ្នកដែលចង់បញ្ចុះទម្ងន់សម្រក់ខ្លាញ់ពោះដែលបង្កឡើងដោយការរលាកឬក៏អាហារមិនរំលាយសម្រាប់ជាការប្រើប្រាស់ជាថ្នាំធម្មជាតិលាបខាងក្រៅឬក៏ស្អំខ្ញីក៏ជាមិត្តដ៏ល្អសម្រាប់ជួយលោកអ្នកក្នុងការកាត់បន្ថយអាការៈឈឺចុកចាប់នៅសាច់ដុំនៅសន្លាក់ឬក៏ការឈឺចុកចាប់បង្កឡើងដោយការរលាកសន្លាក់ឆ្អឹងក្រិចបាក់កជើងរលាកសរសៃកែងឬក៏រលាកសរសៃខ្ញីជាអាហារដែលជួយបញ្ចុះកម្ដៅនិងមានសមត្ថភាពពិសេសប្រឆាំងនឹងពពួកបាក់តេរីនិងវីរុសដោយហេតុតែមានសមត្ថភាពជួយពង្រឹងនិងភ្ញួចសរីរាង្គកាយរបស់មនុស្សលោកនេះហើយបានជាបណ្ដាជននៅអឺរ៉ុបមួយចំនួនធំមិនសូវហ៊ានទទួលទានខ្ញីនេះដោយចំហទេពីព្រោះតែខ្ញីមានឈ្មោះថាជាអាហារពៅចំណងផ្លូវភេទសូមជ្រើសរើសបរិភោគខ្ញីដើម្បីជៀសវាងការប្រើប្រាស់មធ្យោបាយធំទៅថ្ងៃអនាគតនិងជាពិសេសអ្នកប្រកាសក្នុងចិត្តថានឹងគ្មានទទួលផលវិបាកអ្វីសោះទៅថ្ងៃក្រោយ
ការសិក្សាវិទ្យាសាស្ត្របានបង្ហាញឲ្យឃើញថាខ្ញីគឺជាឱសថដ៏ប្រសើរដែលមាននាទីជាអ្នកការពារខ្ញីជាថ្នាំបង្ការប្រឆាំងនឹងទម្រង់មហារីកខ្លះដូចជាមហារីកពោះវៀនធំពោះវៀនតូចឬក៏កន្សោមស្បូនប្រឆាំងនឹងពួកជំងឺសរសៃឈាមបេះដូងជំងឺវង្វេងវង្វាន់និងកោសិកាមនុស្សកុំឲ្យឆាប់ចាស់សមាសភាពនៃសារធាតុសកម្មសំខាន់បំផុតរបស់ខ្ញីមានកម្លាំងជាពិសេសជាអ្នកប្រឆាំងនឹងការរលាកផងនិងជាអង់ទីអុកស៊ីដង់ផងដូច្នេះសួរថាតើត្រូវទទួលទានខ្ញីប៉ុណ្ណាដើម្បីអាចទទួលគុណប្រយោជន៍សម្រាប់សុខភាពទៅខ្ញីគឺជារុក្ខជាតិដែលមានស្លឹកដើមដុះនៅលើដីប៉ុន្តែគឺមើមនិងឫសនៅក្រោមទេដែលគេប្រើមកជាថ្នាំមើមខ្ញីមានផ្ទុកសារធាតុសកម្មពីរមុខដែលដោយបានជម្រាបរួចមកហើយថាជាភ្នាក់ងារមានសមត្ថភាពផ្នែកប្រឆាំងនឹងការរលាកប្រឆាំងនឹងការក្អួតព្រមទាំងពន្លឿនការរំលាយអាហារឆ្លងកាត់ពោះវៀនគេក៏សង្កេតឃើញមានដែរអំពីប្រេងធម្មជាតិអាមីដុងវីតាមីន B1 B2 B3 ឬក៏វីតាមីន C និងរ៉ែជាច្រើនទៀតដូចជារ៉ែម៉ង់ហ្គាណេសផូស្វ័រម៉ាញ៉េស្យូមកាល់ស្យូមសូដ្យូមនិងដែកដែលមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការផ្ដល់ថាមពលដល់សរីរាង្គដូច្នេះទទួលទានខ្ញីជាប្រចាំនឹងធ្វើឲ្យលោកអ្នកមានសុខភាពល្អរឹងមាំហើយបើចង់ឲ្យកាន់តែប្រសើរទៀតនោះសូមបរិភោគខ្ញីលាយជាមួយល្មៀតឬក៏ឈើអែមលោកអ្នកនាងអាចទទួលទានខ្ញីបានគ្រប់ពេលវេលានិងជាប្រចាំហើយច្រើនដងក្នុងមួយថ្ងៃក៏បានជាបន្លែឆៅឆ្អិនជាអន្លក់ឬក៏ជាភេសជ្ជៈជាខ្ញីស្រស់ជាខ្ញីក្រៀមគៀបយកទឹកឬក៏ហាន់ជាចំណិតតូចៗស្ដើងឆ្មារតាមការចូលចិត្តប៉ុន្តែដើម្បីបានទទួលផលល្អអំពីខ្ញីបរិមាណដែលល្អបំផុតគឺត្រូវទទួលទានឲ្យបានពី2ទៅ5ក្រាមនៃខ្ញីស្ងួត2ឬ3ដងក្នុងមួយថ្ងៃលោកអ្នកនាងអាចយកខ្ញីធ្វើជាតែដោយយកម្សៅខ្ញីឬក៏ខ្ញីក្រៀមខ្ញីលីងខ្ញីស្រស់ទៅហាន់រួចឆុងជាមួយនឹងទឹកពុះចាំ5នាទីសម្បរិភោគជាទឹកតែខ្ញីសុទ្ធក៏បានលាយជាមួយទឹកឃ្មុំបន្តិចរឹតតែមានរសជាតិវិធីម្យ៉ាងទៀតគឺគៀបច្របាច់យកទឹកមកប្រមាណពី10ទៅ20ដំណក់លាយជាមួយនឹងទឹកក្តៅអ៊ុនៗដើម្បីពិសាទៅបំបត្តិអាការៈឈឺបំពង់កឬក៏ជាភេសជ្ជៈសម្រាប់លើកកម្លាំងរបៀបបរិភោគមានច្រើនបែបណាស់ទៅតាមការចូលចិត្តទៅតាមទម្លាប់នៅក្នុងគ្រួសារឬក៏ទៅតាមស្ថានភាពក៏ប៉ុន្តែគេប៉ាន់ស្មានថាគួរតែបរិភោគខ្ញីយ៉ាងតិចណាស់ក៏500មីលីក្រាមនិងច្រើនបំផុត1500មីលីក្រាមក្នុងមួយថ្ងៃទើបបានខ្ញីផ្ដល់ឥទ្ធិពលល្អចំពោះសុខភាពនិងរាងកាយយើងបានដើម្បីជាជំនួយក្នុងការគិតយើងខ្ញុំសូមជម្រាបជូនថាម្សៅខ្ញីស្ងួត1ក្រាមស្មើនឹងខ្ញីស្រស់10ក្រាមខ្ញីចាស់ហិលជាងខ្ញីខ្ចីដូច្នេះប្រសិនបើលោកអ្នកមាននិស្ស័យមិនចូលចិត្តហិលឬក៏គ្មានទម្លាប់ទទួលទានអាហារហិលទេសូមចាប់ផ្ដើមបរិភោគខ្ញីក្នុងបរិមាណតិចសិនរួចសឹមដំឡើងបន្តិចម្ដងឲ្យគ្រប់500មីលីក្រាមក្នុងមួយថ្ងៃប៉ុន្តែអ្វីដែលល្អបំផុតរបស់ខ្ញីគឺបើទោះបីជាអ្នកទទួលទានរាល់ថ្ងៃនឹងច្រើនបន្តិចក៏ដោយក៏គ្មានផលប៉ះពាល់បន្ទាប់បន្សំអ្វីធ្ងន់ធ្ងររំខានដល់សុខភាពដែរចំពោះការប្រើប្រាស់ខ្ញីឬទឹកខ្ញីទៅលាបឬរឹតឬក៏ស្អំនៅចំកន្លែងមានការឈឺចុកចាប់តាមសន្លាក់ដែលជាវិធីព្យាបាលបែបបុរាណវាអាចមានផលរំខានខ្លះគឺមានការរលាកស្បែកប្រសិនបើយើងប្រើច្រើនជ្រុលជាការប្រុងប្រយ័ត្នអ្វីបើចាស់បុរាណខ្មែរមានទម្លាប់ឲ្យស្ត្រីទើបតែសម្រាលកូនទទួលទានខ្ញីឲ្យបានច្រើនបាយខខ្ញីឆុងតែខ្ញីក្នុងពេលនៅកំពុងសម្រាលកូនក្នុងខែនៅឡើយដើម្បីជាការកំដៅសរសៃនិងបង្ហូរឈាមអាក្រក់ឲ្យចេញអស់ពីមកក្រៅនោះអ្នកឯកទេសផ្នែកវិទ្យាសាស្ត្រសូមណែនាំអ្នកជំងឺដែលត្រៀមចូលវះកាត់មិនឲ្យបរិភោគខ្ញីឡើយពីព្រោះខ្ញីអាចមានសមត្ថភាពពង្រាវឈាមសុខភាពនិងអនាម័យខ្ញីគឺជាគ្រឿងផ្សំដ៏ចំណានដែលមានប្រើក្នុងមុខម្ហូបរបស់ប្រទេសជាច្រើននៅលើពិភពលោកនៅអឺរ៉ុបខ្ញីជាអាហារដែលមានឥទ្ធិពលលើកដំកើងសម្រើបតណ្ហាផ្លូវភេទប៉ុន្តែនេះមិនមែនជាផលប្រយោជន៍តែមួយរបស់ខ្ញីនោះឡើយខ្ញីត្រូវបានចាត់ទុកថាជាឱសថ10000ឆ្នាំប្រើប្រាស់សម្រាប់ប្រយុទ្ធប្រឆាំងនឹងការចម្លងរោគការនឿយហត់ការឈឺចុកចាប់សាច់ដុំនិងជាពិសេសគឺដើម្បីការពារប្រព័ន្ធរំលាយអាហារប្រឆាំងទប់នឹងអាការៈក្អួតចង្អោររាគរូស
ដូច្នេះកុំបង្អង់យូរសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ពីអត្ថប្រយោជន៍របស់ខ្ញីជាមួយនឹងអៀងសុកម៉ាញ់ដូចតទៅខ្ញីគឺជារុក្ខជាតិដាំដុះច្រើននៅតំបន់ត្រូពិកមានពន្លឺនិងកម្ដៅព្រះអាទិត្យច្រើនគេបានរកឃើញដានជាលិលាអក្សរស្ដីអំពីការទទួលទានខ្ញីតាំងពីជាង 3,500 ឆ្នាំមុនឯគុណប្រយោជន៍របស់ខ្ញីវិញត្រូវបានគេកត់ត្រាទុកតាំងពីជាង 5,000 ឆ្នាំមុនឯណោះខ្ញីនេះមានប្រើប្រាស់ច្រើនណាស់ជាយូរយារមកហើយនៅតំបន់អាស៊ីជាម្ហូបនិងជាឱសថនិងទើបតែនាំមកដល់ពិភពអឺរ៉ុបតាមរយៈពួករ៉ូម៉ាំងនិងក្រិចតែប៉ុណ្ណោះក៏ប៉ុន្តែនៅពេលនេះពិភពលោកទាំងមូលបានទទួលស្គាល់និងទទួលថាជាថ្នាំដ៏ស័ក្តិសិទ្ធិសម្រាប់ព្យាបាលជំងឺរលាកពោះវៀនផ្ដាសាយឬក៏សម្រក់ទម្ងន់ខ្ញីគឺជារុក្ខជាតិដែលមានប្រើប្រាស់តាំងពីយូរយារណាស់មកហើយនៅលើពិភពលោកសម្រាប់ធ្វើជាឱសថព្យាបាលជំងឺរំញោចប្រព័ន្ធការពារខ្លួនប្រឆាំងនឹងការរលាកប្រឆាំងនឹងវីរុសជំនួយការប្រយុទ្ធប្រឆាំងនឹងអាការៈក្តៅខ្លួនគ្រុនផ្ដាសាយ allergy កាត់បន្ថយការឈឺចុកចាប់រំញោចឲ្យមានចំណង់ចង់ទទួលទានអាហារជួយពោះវៀនប្រព័ន្ធរំលាយអាហារទប់ស្កាត់ការក្អួតចង្អោររំញោចនិងពង្រឹងសរីរាង្គហើយខ្ញីក៏ជាជំនួយផ្នែកវីតាមីន C ទៀតប្រសិនបើយើងទទួលទានវាជាបន្លែស្រស់គុណប្រយោជន៍របស់ខ្ញីមកលើសុខភាពមានច្រើនអនេកគុណប្រយោជន៍មួយនៅក្នុងចំណោមគុណប្រយោជន៍របស់ខ្ញីដែលគ្មាននរណាសូវទទួលស្គាល់នោះគឺសមត្ថភាពផ្នែកសម្រួលប្រព័ន្ធរំលាយអាហារបើតាមការសិក្សាខ្លះមើមខ្ញីគឺជាឱសថជំនួយពន្លឿនដំណើរការ metabolism ពលគឺជួយពន្លឿនដំណើរការរំលាយអាហារជាមួយនឹងសមត្ថភាពជួយកាត់ខ្លាញ់ជួយដុតសារធាតុខ្លាញ់ជួយសម្អាតបំពង់អាហារខ្ញីគឺជាមិត្តដ៏ល្អប្រពៃសម្រាប់ម្ហូបអាហារដែលមានសាច់និងខ្លាញ់ច្រើនការសិក្សាវិទ្យាសាស្ត្រជាច្រើនទៀតក៏បានបង្ហាញទៀតថាខ្ញីជួយទ្រទ្រង់ស្រទាប់កោសិកាពោះវៀនឲ្យមានសុខភាពល្អនៅឆ្នាំ 1999 អង្គការសុខភាពពិភពលោកបានប្រកាសទទួលស្គាល់ប្រយោជន៍របស់មើមខ្ញីសម្រាប់ប្រយុទ្ធប្រឆាំងនឹងរោគចង្កួតចង្អោររបស់ស្ត្រីមានផ្ទៃពោះដូច្នេះខ្ញីអាចជំនួសវីតាមីន B6 ដែលគ្រូពេទ្យច្រើនតែចេញវេជ្ជបញ្ជាដល់ស្ត្រីមានគភ៌ធាតុសកម្មរបស់ខ្ញីដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់កម្អួតទប់ស្កាត់ចលនាក្នុងក្រពះហេតុដូច្នេះហើយបានជាខ្ញីកំពុងត្រូវបានគេយកទៅសិក្សាដើម្បីប្រើប្រាស់ធ្វើជាថ្នាំសម្រាប់ទទួលទានក្រោយពេលវះកាត់រួចដើម្បីទប់ស្កាត់អាការៈចង្កួតប្រសិនបើអ្នកជាបុគ្គលពលឡានសូមទទួលទានខ្ញីទឹកតែខ្ញីឬក៏ខ្ញីឲ្យបាន10ក្រាមមុននឹងឡើងជិះរថយន្តគឺជាការប្រសើរណាស់ឱសថធម្មជាតិប្រឆាំងនឹងការរលាកបង្កឡើងដោយមេរោគគឺខ្ញីនេះហើយជាពិសេសសម្រាប់លោកអ្នកដែលចង់បញ្ចុះទម្ងន់សម្រក់ខ្លាញ់ពោះដែលបង្កឡើងដោយការរលាកឬក៏អាហារមិនរំលាយសម្រាប់ជាការប្រើប្រាស់ជាថ្នាំធម្មជាតិលាបខាងក្រៅឬក៏ស្អំខ្ញីក៏ជាមិត្តដ៏ល្អសម្រាប់ជួយលោកអ្នកក្នុងការកាត់បន្ថយអាការៈឈឺចុកចាប់នៅសាច់ដុំនៅសន្លាក់ឬក៏ការឈឺចុកចាប់បង្កឡើងដោយការរលាកសន្លាក់ឆ្អឹងក្រិចបាក់កជើងរលាកសរសៃកែងឬក៏រលាកសរសៃខ្ញីជាអាហារដែលជួយបញ្ចុះកម្ដៅនិងមានសមត្ថភាពពិសេសប្រឆាំងនឹងពពួកបាក់តេរីនិងវីរុសដោយហេតុតែមានសមត្ថភាពជួយពង្រឹងនិងភ្ញួចសរីរាង្គកាយរបស់មនុស្សលោកនេះហើយបានជាបណ្ដាជននៅអឺរ៉ុបមួយចំនួនធំមិនសូវហ៊ានទទួលទានខ្ញីនេះដោយចំហទេពីព្រោះតែខ្ញីមានឈ្មោះថាជាអាហារពៅចំណងផ្លូវភេទសូមជ្រើសរើសបរិភោគខ្ញីដើម្បីជៀសវាងការប្រើប្រាស់មធ្យោបាយធំទៅថ្ងៃអនាគតនិងជាពិសេសអ្នកប្រកាសក្នុងចិត្តថានឹងគ្មានទទួលផលវិបាកអ្វីសោះទៅថ្ងៃក្រោយការសិក្សាវិទ្យាសាស្ត្របានបង្ហាញឲ្យឃើញថាខ្ញីគឺជាឱសថដ៏ប្រសើរដែលមាននាទីជាអ្នកការពារខ្ញីជាថ្នាំបង្ការប្រឆាំងនឹងទម្រង់មហារីកខ្លះដូចជាមហារីកពោះវៀនធំពោះវៀនតូចឬក៏កន្សោមស្បូនប្រឆាំងនឹងពួកជំងឺសរសៃឈាមបេះដូងជំងឺវង្វេងវង្វាន់និងកោសិកាមនុស្សកុំឲ្យឆាប់ចាស់សមាសភាពនៃសារធាតុសកម្មសំខាន់បំផុតរបស់ខ្ញីមានកម្លាំងជាពិសេសជាអ្នកប្រឆាំងនឹងការរលាកផង
និងជាអង់ទីអុកស៊ីដង់ផងដូច្នេះសួរថាតើត្រូវទទួលទានខ្ញីប៉ុណ្ណាដើម្បីអាចទទួលគុណប្រយោជន៍សម្រាប់សុខភាពទៅខ្ញីគឺជារុក្ខជាតិដែលមានស្លឹកដើមដុះនៅលើដីប៉ុន្តែគឺមើមនិងឫសនៅក្រោមទេដែលគេប្រើមកជាថ្នាំមើមខ្ញីមានផ្ទុកសារធាតុសកម្មពីរមុខដែលដោយបានជម្រាបរួចមកហើយថាជាភ្នាក់ងារមានសមត្ថភាពផ្នែកប្រឆាំងនឹងការរលាកប្រឆាំងនឹងការក្អួតព្រមទាំងពន្លឿនការរំលាយអាហារឆ្លងកាត់ពោះវៀនគេក៏សង្កេតឃើញមានដែរអំពីប្រេងធម្មជាតិអាមីដុងវីតាមីន B1 B2 B3 ឬក៏វីតាមីន C និងរ៉ែជាច្រើនទៀតដូចជារ៉ែម៉ង់ហ្គាណេស ផូស្វ័រ ម៉ាញ៉េស្យូម កាល់ស្យូម សូដ្យូមនិងដែកដែលមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការផ្ដល់ថាមពលដល់សរីរាង្គដូច្នេះទទួលទានខ្ញីជាប្រចាំនឹងធ្វើឲ្យលោកអ្នកមានសុខភាពល្អរឹងមាំហើយបើចង់ឲ្យកាន់តែប្រសើរទៀតនោះសូមបរិភោគខ្ញីលាយជាមួយល្មៀតឬក៏ឈើអែមលោកអ្នកនាងអាចទទួលទានខ្ញីបានគ្រប់ពេលវេលានិងជាប្រចាំហើយច្រើនដងក្នុងមួយថ្ងៃក៏បានជាបន្លែឆៅឆ្អិនជាអន្លក់ឬក៏ជាភេសជ្ជៈជាខ្ញីស្រស់ជាខ្ញីក្រៀមគៀបយកទឹកឬក៏ហាន់ជាចំណិតតូចៗស្ដើងឆ្មារតាមការចូលចិត្តប៉ុន្តែដើម្បីបានទទួលផលល្អអំពីខ្ញីបរិមាណដែលល្អបំផុតគឺត្រូវទទួលទានឲ្យបានពី2ទៅ5ក្រាមនៃខ្ញីស្ងួត2ឬ3ដងក្នុងមួយថ្ងៃលោកអ្នកនាងអាចយកខ្ញីធ្វើជាតែដោយយកម្សៅខ្ញីឬក៏ខ្ញីក្រៀមខ្ញីលីងខ្ញីស្រស់ទៅហាន់រួចឆុងជាមួយនឹងទឹកពុះចាំ5នាទីសម្បរិភោគជាទឹកតែខ្ញីសុទ្ធក៏បានលាយជាមួយទឹកឃ្មុំបន្តិចរឹតតែមានរសជាតិវិធីម្យ៉ាងទៀតគឺគៀបច្របាច់យកទឹកមកប្រមាណពី10ទៅ20ដំណក់លាយជាមួយនឹងទឹកក្តៅអ៊ុនៗដើម្បីពិសាទៅបំបត្តិអាការៈឈឺបំពង់កឬក៏ជាភេសជ្ជៈសម្រាប់លើកកម្លាំងរបៀបបរិភោគមានច្រើនបែបណាស់ទៅតាមការចូលចិត្តទៅតាមទម្លាប់នៅក្នុងគ្រួសារឬក៏ទៅតាមស្ថានភាពក៏ប៉ុន្តែគេប៉ាន់ស្មានថាគួរតែបរិភោគខ្ញីយ៉ាងតិចណាស់ក៏500មីលីក្រាមនិងច្រើនបំផុត1500មីលីក្រាមក្នុងមួយថ្ងៃទើបបានខ្ញីផ្ដល់ឥទ្ធិពលល្អចំពោះសុខភាពនិងរាងកាយយើងបានដើម្បីជាជំនួយក្នុងការគិតយើងខ្ញុំសូមជម្រាបជូនថាម្សៅខ្ញីស្ងួត1ក្រាមស្មើនឹងខ្ញីស្រស់10ក្រាមខ្ញីចាស់ហិលជាងខ្ញីខ្ចីដូច្នេះប្រសិនបើលោកអ្នកមាននិស្ស័យមិនចូលចិត្តហិលឬក៏គ្មានទម្លាប់ទទួលទានអាហារហិលទេសូមចាប់ផ្ដើមបរិភោគខ្ញីក្នុងបរិមាណតិចសិនរួចសឹមដំឡើងបន្តិចម្ដងឲ្យគ្រប់500មីលីក្រាមក្នុងមួយថ្ងៃប៉ុន្តែអ្វីដែលល្អបំផុតរបស់ខ្ញីគឺបើទោះបីជាអ្នកទទួលទានរាល់ថ្ងៃនឹងច្រើនបន្តិចក៏ដោយក៏គ្មានផលប៉ះពាល់បន្ទាប់បន្សំអ្វីធ្ងន់ធ្ងររំខានដល់សុខភាពដែរចំពោះការប្រើប្រាស់ខ្ញីឬទឹកខ្ញីទៅលាបឬរឹតឬក៏ស្អំនៅចំកន្លែងមានការឈឺចុកចាប់តាមសន្លាក់ដែលជាវិធីព្យាបាលបែបបុរាណវាអាចមានផលរំខានខ្លះគឺមានការរលាកស្បែកប្រសិនបើយើងប្រើច្រើនជ្រុលជាការប្រុងប្រយ័ត្នអ្វីបើចាស់បុរាណខ្មែរមានទម្លាប់ឲ្យស្ត្រីទើបតែសម្រាលកូនទទួលទានខ្ញីឲ្យបានច្រើនបាយខខ្ញីឆុងតែខ្ញីក្នុងពេលនៅកំពុងសម្រាលកូនក្នុងខែនៅឡើយដើម្បីជាការកំដៅសរសៃនិងបង្ហូរឈាមអាក្រក់ឲ្យចេញអស់ពីមកក្រៅនោះអ្នកឯកទេសផ្នែកវិទ្យាសាស្ត្រសូមណែនាំអ្នកជំងឺដែលត្រៀមចូលវះកាត់មិនឲ្យបរិភោគខ្ញីឡើយពីព្រោះខ្ញីអាចមានសមត្ថភាពពង្រាវឈាមសុខភាពនិងអនាម័យខ្ញីគឺជាគ្រឿងផ្សំដ៏ចំណានដែលមានប្រើក្នុងមុខម្ហូបរបស់ប្រទេសជាច្រើននៅលើពិភពលោកនៅអឺរ៉ុបខ្ញីជាអាហារដែលមានឥទ្ធិពលលើកតម្កើងសម្រើបតណ្ហាផ្លូវភេទប៉ុន្តែនេះមិនមែនជាផលប្រយោជន៍តែមួយរបស់ខ្ញីនោះឡើយខ្ញីត្រូវបានចាត់ទុកថាជាឱសថម៉ឺនឆ្នាំប្រើប្រាស់សម្រាប់ប្រយុទ្ធប្រឆាំងនឹងការចម្លងរោគការនឿយហត់ការឈឺចុកចាប់សាច់ដុំនិងជាពិសេសគឺដើម្បីការពារប្រព័ន្ធរំលាយអាហារប្រឆាំងទប់នឹងអាការៈក្អួតចង្អោររាគរូសដូច្នេះកុំបង្អង់យូរសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ពីអត្ថប្រយោជន៍របស់ខ្ញីជាមួយនឹងអៀងសុកម៉ាញ់ដូចតទៅខ្ញីគឺជារុក្ខជាតិដាំដុះច្រើននៅតំបន់ត្រូពិកមានពន្លឺនិងកម្ដៅព្រះអាទិត្យច្រើនគេបានរកឃើញដានជាលិលាអក្សរស្ដីអំពីការទទួលទានខ្ញីតាំងពីជាង3500ឆ្នាំមុនឯគុណប្រយោជន៍របស់ខ្ញីវិញត្រូវបានគេកត់ត្រាទុកតាំងពីជាង5000ឆ្នាំមុនឯណោះខ្ញីនេះមានប្រើប្រាស់ច្រើនណាស់ជាយូរយារមកហើយនៅតំបន់អាស៊ីជាម្ហូបនិងជាឱសថ
នឹងទើបតែនាំមកដល់ពិភពអឺរ៉ុបតាមរយៈពួករ៉ូម៉ាំងនិងក្រិចតែប៉ុណ្ណោះក៏ប៉ុន្តែនៅពេលនេះពិភពលោកទាំងមូលបានទទួលស្គាល់និងទទួលថាជាថ្នាំដ៏ស័ក្តិសិទ្ធិសម្រាប់ព្យាបាលជំងឺរលាកពោះវៀនផ្ដាសាយឬក៏សម្រក់ទម្ងន់ខ្ញីគឺជារុក្ខជាតិដែលមានប្រើប្រាស់តាំងពីយូរយារណាស់មកហើយនៅលើពិភពលោកសម្រាប់ធ្វើជាឱសថព្យាបាលជំងឺរំញោចប្រព័ន្ធការពារខ្លួនប្រឆាំងនឹងការរលាកប្រឆាំងនឹងវីរុសជំនួយការប្រយុទ្ធប្រឆាំងនឹងអាការៈក្តៅខ្លួនគ្រុនផ្ដាសាយ allergy កាត់បន្ថយការឈឺចុកចាប់រំញោចឲ្យមានចំណង់ចង់ទទួលទានអាហារជួយពោះវៀនប្រព័ន្ធរំលាយអាហារទប់ស្កាត់ការក្អួតចង្អោររំញោចនិងពង្រឹងសរីរាង្គហើយខ្ញីក៏ជាជំនួយផ្នែកវីតាមីន C ទៀតប្រសិនបើយើងទទួលទានវាជាបន្លែស្រស់គុណប្រយោជន៍របស់ខ្ញីមកលើសុខភាពមានច្រើនអនេកគុណប្រយោជន៍មួយនៅក្នុងចំណោមគុណប្រយោជន៍របស់ខ្ញីដែលគ្មាននរណាសូវទទួលស្គាល់នោះគឺសមត្ថភាពផ្នែកសម្រួលប្រព័ន្ធរំលាយអាហារបើតាមការសិក្សាខ្លះមើមខ្ញីគឺជាឱសថជំនួយពន្លឿនដំណើរការ metabolism ពលគឺជួយពន្លឿនដំណើរការរំលាយអាហារជាមួយនឹងសមត្ថភាពជួយកាត់ខ្លាញ់ជួយដុតសារធាតុខ្លាញ់ជួយសម្អាតបំពង់អាហារខ្ញីគឺជាមិត្តដ៏ល្អប្រពៃសម្រាប់ម្ហូបអាហារដែលមានសាច់និងខ្លាញ់ច្រើនការសិក្សាវិទ្យាសាស្ត្រជាច្រើនទៀតក៏បានបង្ហាញទៀតថាខ្ញីជួយទ្រទ្រង់ស្រទាប់កោសិកាពោះវៀនឲ្យមានសុខភាពល្អនៅឆ្នាំ1999អង្គការសុខភាពពិភពលោកបានប្រកាសទទួលស្គាល់ប្រយោជន៍របស់មើមខ្ញីសម្រាប់ប្រយុទ្ធប្រឆាំងនឹងរោគចង្កួតចង្អោររបស់ស្ត្រីមានផ្ទៃពោះដូច្នេះខ្ញីអាចជំនួសវីតាមីន B6 ដែលគ្រូពេទ្យត្រានតែចេញវេជ្ជបញ្ជាដល់ស្ត្រីមានគភ៌ធាតុសកម្មរបស់ខ្ញីដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់កំអួតទប់ស្កាត់ចលនាក្នុងក្រពះហេតុដូច្នេះហើយបានជាខ្ញីកំពុងត្រូវបានគេយកទៅសិក្សាដើម្បីប្រើប្រាស់ធ្វើជាថ្នាំសម្រាប់ទទួលទានក្រោយពេលវះកាត់រួចដើម្បីទប់ស្កាត់អាការៈចង្កួតប្រសិនបើអ្នកជាបុគ្គលពុលានសូមទទួលទានខ្ញីទឹកតែខ្ញីឬក៏ខ្ញីឲ្យបាន10ក្រាមមុននឹងឡើងជិះរថយន្តគឺជាការប្រសើរណាស់ឱសថធម្មជាតិប្រឆាំងនឹងការរលាកបង្កឡើងដោយមេរោគគឺខ្ញីនេះហើយជាពិសេសសម្រាប់លោកអ្នកដែលចង់បញ្ចុះទម្ងន់សម្រក់ខ្លាញ់ពោះដែលបង្កឡើងដោយការរលាកឬក៏អាហារមិនរំលាយសម្រាប់ជាការប្រើប្រាស់ជាថ្នាំធម្មជាតិលាបខាងក្រៅឬក៏ស្អំខ្ញីក៏ជាមិត្តដ៏ល្អសម្រាប់ជួយលោកអ្នកក្នុងការកាត់បន្ថយអាការៈឈឺចុកចាប់នៅសាច់ដុំនៅសន្លាក់ឬក៏ការឈឺចុកចាប់បង្កឡើងដោយការរលាកសន្លាក់ឆ្អឹងក្រិចបាក់កជើងរលាកសរសៃកែងឬក៏រលាកសរសៃខ្ញីជាអាហារដែលជួយបញ្ចុះកម្ដៅនិងមានសមត្ថភាពពិសេសប្រឆាំងនឹងពពួកបាក់តេរីនិងវីរុសដោយហេតុតែមានសមត្ថភាពជួយពង្រឹងនិងភ្ញូចសរីរាង្គកាយរបស់មនុស្សលោកនេះហើយបានជាបណ្ដាជននៅអឺរ៉ុបមួយចំនួនធំមិនសូវហ៊ានទទួលទានខ្ញីនេះដោយចំហទេពីព្រោះតែខ្ញីមានឈ្មោះថាជាអាហារពៅចំណងផ្លូវភេទសូមជ្រើសរើសបរិភោគខ្ញីដើម្បីជៀសវាងការប្រើប្រាស់មធ្យោបាយធំទៅថ្ងៃអនាគតនិងជាពិសេសអ្នកប្រកាសក្នុងចិត្តថានឹងគ្មានទទួលផលវិបាកអ្វីសោះទៅថ្ងៃក្រោយការសិក្សាវិទ្យាសាស្ត្របានបង្ហាញឲ្យឃើញថាខ្ញីគឺជាឱសថដ៏ប្រសើរដែលមាននាទីជាអ្នកការពារខ្ញីជាថ្នាំបង្ការប្រឆាំងនឹងទម្រង់មហារីកខ្លះដូចជាមហារីកពោះវៀនធំពោះវៀនតូចឬក៏កន្សោមស្បូនប្រឆាំងនឹងពួកជំងឺសរសៃឈាមបេះដូងជំងឺវង្វេងវង្វាន់និងកោសិកាមនុស្សកុំឲ្យឆាប់ចាស់សមាសភាពនៃសារធាតុសកម្មសំខាន់បំផុតរបស់ខ្ញីមានកម្លាំងជាពិសេសជាអ្នកប្រឆាំងនឹងការរលាកផងនិងជាអង់ទីអុកស៊ីដង់ផងដូច្នេះសួរថាតើត្រូវទទួលទានខ្ញីប៉ុណ្ណាដើម្បីអាចទទួលគុណប្រយោជន៍សម្រាប់សុខភាពទៅខ្ញីគឺជារុក្ខជាតិដែលមានស្លឹកដើមដុះនៅលើដីប៉ុន្តែគឺមើមនិងឫសនៅក្រោមទេដែលគេប្រើមកជាថ្នាំមើមខ្ញីមានផ្ទុកសារធាតុសកម្មពីរមុខដែលដោយបានជម្រាបរួចមកហើយថាជាភ្នាក់ងារមានសមត្ថភាពផ្នែកប្រឆាំងនឹងការរលាកប្រឆាំងនឹងការក្អួតព្រមទាំងពន្លឿនការរំលាយអាហារឆ្លងកាត់ពោះវៀន
គេក៏សង្កេតឃើញមានដែរអំពីប្រេងធម្មជាតិអាមីដុងវីតាមីន B1 B2 B3 ឬក៏វីតាមីន C និងរ៉ែជាច្រើនទៀតដូចជារ៉ែម៉ង់ហ្គាណេស phosphor magnesium calcium sodium និងដែកដែលមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការផ្ដល់ថាមពលដល់សរីរាង្គដូច្នេះទទួលទានខ្ញីជាប្រចាំនឹងធ្វើឲ្យលោកអ្នកមានសុខភាពល្អរឹងមាំហើយបើចង់ឲ្យកាន់តែប្រសើរទៀតនោះសូមបរិភោគខ្ញីលាយជាមួយល្មៀតឬក៏ឈើអែមលោកអ្នកនាងអាចទទួលទានខ្ញីបានគ្រប់ពេលវេលានិងជាប្រចាំហើយច្រើនដងក្នុងមួយថ្ងៃក៏បានជាបន្លែឆៅឆ្អិនជាអន្លក់ឬក៏ជាភេសជ្ជៈជាខ្ញីស្រស់ជាខ្ញីក្រៀមគៀបយកទឹកឬក៏ហាន់ជាចំណិតតូចៗស្ដើងឆ្មារតាមការចូលចិត្តប៉ុន្តែដើម្បីបានទទួលផលល្អអំពីខ្ញីបរិមាណដែលល្អបំផុតគឺត្រូវទទួលទានឲ្យបានពី2ទៅ5ក្រាមនៃខ្ញីស្ងួត2ឬ3ដងក្នុងមួយថ្ងៃលោកអ្នកនាងអាចយកខ្ញីធ្វើជាតែដោយយកម្សៅខ្ញីឬក៏ខ្ញីក្រៀមខ្ញីលីងខ្ញីស្រស់ទៅហាន់រួចឆុងជាមួយនឹងទឹកពុះចាំ5នាទីសម្បរិភោគជាទឹកតែខ្ញីសុទ្ធក៏បានលាយជាមួយទឹកឃ្មុំបន្តិចរឹតតែមានរសជាតិវិធីម្យ៉ាងទៀតគឺគៀបច្របាច់យកទឹកមកប្រមាណពី10ទៅ20ដំណក់លាយជាមួយនឹងទឹកក្តៅអ៊ុនៗដើម្បីពិសាទៅបំបត្តិអាការៈឈឺបំពង់កឬក៏ជាភេសជ្ជៈសម្រាប់លើកកម្លាំងរបៀបបរិភោគមានច្រើនបែបណាស់ទៅតាមការចូលចិត្តទៅតាមទម្លាប់នៅក្នុងគ្រួសារឬក៏ទៅតាមស្ថានភាពក៏ប៉ុន្តែគេប៉ាន់ស្មានថាគួរតែបរិភោគខ្ញីយ៉ាងតិចណាស់ក៏500មីលីក្រាមនិងច្រើនបំផុត1500មីលីក្រាមក្នុងមួយថ្ងៃទើបបានខ្ញីផ្ដល់ឥទ្ធិពលល្អចំពោះសុខភាពនិងរាងកាយយើងបានដើម្បីជាជំនួយក្នុងការគិតយើងខ្ញុំសូមជម្រាបជូនថាម្សៅខ្ញីស្ងួត1ក្រាមស្មើនឹងខ្ញីស្រស់10ក្រាមខ្ញីចាស់ហិលជាងខ្ញីខ្ចីដូច្នេះប្រសិនបើលោកអ្នកមាននិស្ស័យមិនចូលចិត្តហិលឬក៏គ្មានទម្លាប់ទទួលទានអាហារហិលទេសូមចាប់ផ្ដើមបរិភោគខ្ញីក្នុងបរិមាណតិចសិនរួចសឹមដំឡើងបន្តិចម្ដងឲ្យគ្រប់500មីលីក្រាមក្នុងមួយថ្ងៃប៉ុន្តែអ្វីដែលល្អបំផុតរបស់ខ្ញីគឺបើទោះបីជាអ្នកទទួលទានរាល់ថ្ងៃនឹងច្រើនបន្តិចក៏ដោយក៏គ្មានផលប៉ះពាល់បន្ទាប់បន្សំអ្វីធ្ងន់ធ្ងររំខានដល់សុខភាពដែរចំពោះការប្រើប្រាស់ខ្ញីឬទឹកខ្ញីទៅលាបឬរឹតឬក៏ស្អំនៅចំកន្លែងមានការឈឺចុកចាប់តាមសន្លាក់ដែលជាវិធីព្យាបាលបែបបុរាណវាអាចមានផលរំខានខ្លះគឺមានការរលាកស្បែកប្រសិនបើយើងប្រើច្រើនជ្រុលជាការប្រុងប្រយ័ត្នអ្វីបើចាស់បុរាណខ្មែរមានទម្លាប់ឲ្យស្ត្រីទើបតែសម្រាលកូនទទួលទានខ្ញីឲ្យបានច្រើនបាយខខ្ញីឆុងតែខ្ញីក្នុងពេលនៅកំពុងសម្រាលកូនក្នុងខែនៅឡើយដើម្បីជាការកំដៅសរសៃនិងបង្ហូរឈាមអាក្រក់ឲ្យចេញអស់ពីមុខក្រៅនោះអ្នកឯកទេសផ្នែកវិទ្យាសាស្ត្រសូមណែនាំអ្នកជំងឺដែលត្រៀមចូលវះកាត់មិនឲ្យបរិភោគខ្ញីឡើយពីព្រោះខ្ញីអាចមានសមត្ថភាពពង្រាវឈាម